Ubuntu ក្រុម IU 40 ដែលនិយាយពី Topic Virtualization Container ដែល Status សម្រាប់ Midterm ដែលជាដំបូងធ្វើការ sudo ទៅលើការ update យើងត្រូវធ្វើការ update ទៅលើប្រព័ន្ធនិងដំឡើងកម្មវិធី Docker ជាមុនសិនអញ្ចឹងធ្វើការ sudo apt updateអូខេបន្ទាប់ពីយើងបាន update ហើយការវាយ command ទៀតធ្វើការ install ទៅលើ Docker អញ្ចឹងធ្វើការវាយ command ថា sudo apt install docker docker.io.yអូខេបន្ទាប់ពីយើងបាន install ហើយ clear screen មួយអញ្ចឹងធ្វើការបើកដំណើរ switch របស់ Docker ទៅវាយ sudo systemctl start docker អាហ្នឹង enable វា sudo systemctl enable docker អូខេបន្ទាប់ពីហើយយើងធ្វើការទាញយកទៅលើ content image pool របស់យើងដែលវាយ command មួយថា sudo docker pool nginxអូខេនេះបន្ទាប់ពីយើងបានទាញយក container image pool image ហើយបន្ទាប់មកយើងបង្កើតដំណើរការ container run ហ្នឹងគឺការ pass code មួយយើងបាន copy យកមកសេហើយការ enter មួយទៀតមកអូខេបន្ទាប់ពីបានហើយយើងនឹង verify ថា Docker របស់យើងបានហើយនៅថា sudo dios docker ps អូខេនេះវាបានមកហើយអញ្ចឹងអូខេបន្ទាប់ពីខ្ញុំបាន install ហើយធ្វើការយើងយកមកវាយនៅលើ browser របស់យើងវាយថា localhost localhost ខ្ញុំសុំតឡើងមិញបន្តិចវាមានបញ្ហាតិចការបញ្ជាក់ទៅលើ Docker យើងដែលបាននេះដែលយើងបាន install មិញការ sudo ហើយ dios docker nps នេះដែលយើងបង្ហាញដែលយើងមានបានបង្កើតហើយនេះឈ្មោះ website របស់យើងដាក់ my web content ហើយបន្ទាប់មកយើងនឹងធ្វើការយកយើងធ្វើការវាយទៅលើ browser របស់យើងដែលយើងបានវាយមិញនេះទៅលើ IP របស់ Ubuntu របស់ខ្ញុំហើយនឹង
80 នេះហើយវាការ welcome របស់យើងជាមួយនឹងការ control x control x1 ហើយ enter សុំធ្វើការទាញបន្តិចចូល tab ថ្មីទៀត y មកហើយវានឹងចូលស្រាប់ welcome to ngx ហើយសម្រាប់ការ install Docker របស់ខ្ញុំគឺមានតែប៉ុណ្្នេះគ្រូអរគុណច្រើន